ថ្ងៃនេះខ្ញុំបានបង្ហាញពីការដាក់លេខរៀងដោយស្វ័យប្រវត្តិនៅពេលដែលយើងបញ្ចូលឈ្មោះឬបញ្ចូលសិនរបស់យើងឥឡូវយើងកុំឲ្យខិតទៅយើងចាប់ផ្ដើមគឺគោលរបស់យើងគឺ x ហើយនឹងខាង a តែឥឡូវយើងចាប់ផ្ដើមដាក់សញ្ញាស្មើ x បើវងកញ្ចក់យើង select នៅលើកន្លែងបញ្ចូលឈ្មោះរបស់យើងទៅទីសញ្ញាស្មើ double quote comma double quote comma ទៅទីយើងដាក់ខាងនោះA បើកវងកញ្ចក់មួយទៀតមក select លើកន្លែងដែលយើងបញ្ចូលឈ្មោះដូចគ្នារួចហើយយើងចុច F4 រួចហើយយើងចុច2រួចហើយយើងបិទវិញមកយើងបើក2យើងត្រូវបិទវងកញ្ចក់2ដូចគ្នាឥឡូវនេះយើងឈរលើវាម្ដងទៀតចុច F4 សារថ្មីមកអូខេរួចហើយយើង enter មករួចហើយយើងចាប់ផ្ដើមអូសលើចំកោងពេល9 10អញ្ចឹងមកแล้วយើងនៅពេលដែលយើងបញ្ចូលឈ្មោះឧទាហរណ៍ថាវានឹង load លេខរៀងលេខ1ឧទាហរណ៍ឈ្មោះទៀតតុកវីលេខ3តុក David លេខ4ដល់ V នឹងលេខ load ឲ្យបន្តពីចឹងនៅពេលដែលយើងលុបវិញតែវាប្រែប្រួលមកលុបលេខ3គឺវា load ដោយ display ប្រវត្តិខ្លួនឯងហើយយើងលុបផានត្រចោលវា load ដោយស្វ័យប្រវត្តិដូចគ្នាបើយើងចង់ទៅសេបន្តទៀតយើងចាំបន្ថែមឈ្មោះតទៀតឧទាហរណ៍ថាone day គឺវា load ដោយដែរជាបើសិនជាយើងលុបទៅនៅកន្លែងហ្នឹងវិញលុបមកគឺវា load លេខយើងអូទៅឆ្លាស់ពេលដែលយើងបន្ថែមវិញគឺវា load ដោយខ្លួនឯងដូចគ្នាវីដេអូមានតែប៉ុណ្្នឹងហើយ